អាមេរិកបន្ថែមនាវាផ្ទុកយន្តហោះនៅអាស៊ីខាងលិចក្បែរប្រទេសយេម៉ែននិងបានធ្វើការវាយប្រហារលើអាកាសយានដ្ឋានយេម៉ែនសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារចំនួន3លើអាកាសយានដ្ឋានក្នុងទីក្រុងហូដេដារបស់ប្រទេសយេម៉ែននេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានសារបាផ្លូវការកងកម្លាំងសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើស្រុកសាហានិងគីតាហ្វក្នុងខេត្តសាដាភីខាងជើងហើយបានធ្វើការវាយប្រហារតាមអាកាសចំនួន5លើកទៅលើខេត្តម៉ារីបភាគកណ្ដាលនៃប្រទេសយេម៉ែនទន្ទឹមនឹងនេះទូរទស្សន៍អាល់ហាដាត់បានរាយការណ៍ថាយន្តហោះចម្បាំងអាមេរិកបានបាត់ការវាយប្រហារតាមអាកាសចំនួន3លើអាកាសយានដ្ឋានអល់ហ្វូដីដាត់ដោយបានកំណត់គោលដៅលើកន្លែងផ្ទុកមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកប្រភពបានបង្ហាញថាការវាយឆ្មក់សំដៅទៅលើមូលដ្ឋានទ័ពជើងទឹកក្នុងតំបន់អាល់កាហបរដ្ឋបាលត្រាំបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនប្រឆាំងនឹងយុទ្ធជនហាវ៉ៃនៅក្នុងប្រទេសយេម៉ែនក្រុមយោធាដែលគាំទ្រដោយអ៊ីរ៉ង់បានកំណត់គោលដៅជាប្រចាំនៅផ្លូវដឹកជញ្ជូននៅក្នុងសមុទ្រក្រហមដោយរារាំងពាណិជ្ជកម្មពិភពលោកចាប់តាំងពីចុងឆ្នាំ2023